Hello, see you again, brother and sister. អញ្ចឹងថ្ងៃនេះខ្ញុំមកប្រាប់ពីចំណេះដឹងខ្លះៗពាក់ព័ន្ធនឹងgame Steam អញ្ចឹងចំណេះដឹងហ្នឹងមានបងប្អូនខ្លះគាត់ឆ្ងល់ថាបើយើងចង់ទាញ game ពី try មួយទៅ try មួយគេធ្វើម៉េចដូចបងប្អូនខ្លះគាត់ download game ជាទូទៅពេលខ្លះគាត់ download តែ try C ដល់ពេល try D នៅមាន space ច្រើនអញ្ចឹងគាត់ចង់ថាធ្វើម៉េចអាចទាញ game ពី try C ទៅដាក់នៅក្នុង try D ខ្លះដើម្បីកុំឲ្យវា try C ហ្នឹងវាពេញពេកឬក៏ទាញពី try D មកដាក់ try C ខ្លះកុំឲ្យ try D វាពេញពេកអាហ្នឹងយើងមានវិធីឥឡូវខ្ញុំណែនាំបណ្ដោយទៅអញ្ចឹងយើងចូលទៅកាន់ game Steam របស់យើងហើយបន្តមកទៀតយើងចូលទៅកាន់ពាក្យ Steam ខាងលើនេះហើយបន្តមកទៀតយើងចូលទៅកាន់ setting ហើយបន្ទាប់ពី setting ហើយយើងរកពាក្យថានេះ storage ចុចពាក្យថា storage ហ្នឹងមកអញ្ចឹងនៅក្នុងនេះយើងមើលមកខាងលើនេះគេដាក់ពាក្យថា Windows C អញ្ចឹងបានន័យថាហ្នឹងជា try C របស់យើងហើយអញ្ចឹង try C របស់យើងអានេះសម្រាប់ try C របស់ខ្ញុំនៅសល់ 100G ចុច1បានន័យថានៅសល់ space ហ្នឹង 100G ទៀតបានប្រើអស់អញ្ចឹងចុចទៅលើហ្នឹងមកហើយយកពាក្យថា try D អញ្ចឹង try D របស់ខ្ញុំនៅសល់តែ 32G ទេបានន័យថាខ្ញុំអាចដាក់ទិន្នន័យបាន 32G ទៀតបានន័យថា try C របស់ខ្ញុំនៅច្រើនជាង try D អញ្ចឹងនៅក្នុងហ្នឹងដែរខ្ញុំចង់ទាញ game ពី try D ហ្នឹងទៅដាក់ try C ខ្លះដើម្បីកុំឲ្យtry D របស់ខ្ញុំហ្នឹងនៅសល់ space តិចពេកឥឡូវខ្ញុំចុចមកលើ try D មកអញ្ចឹងនៅក្នុងនេះជា game ទាំងអស់ដែលស្ថិតនៅក្នុង try D ស្ថិតនៅក្នុង try D របស់ខ្ញុំអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ថា game នេះមួយចុះខ្ញុំចង់ទាញ game នេះមួយទៅដាក់នៅក្នុង try C ព្រោះ try C របស់ខ្ញុំហ្នឹងនៅសល់ space ច្រើនអញ្ចឹងគ្នាយើងធ្វើការចុចគ្រីសកន្លែង game ហ្នឹងមកហើយបន្ទាប់មកយើងធ្វើការចុច move ចុចមកហើយបន្ទាប់មកនៅក្នុងនេះគេបញ្ជាក់យើងដែរគេបញ្ជាក់ថា Windows ឬក៏ try C របស់កុំព្យូទ័រខ្ញុំហ្នឹងនៅសល់ 100G អញ្ចឹងខ្ញុំចង់យក game ហ្នឹងយកទៅដាក់នៅក្នុង try C អញ្ចឹងចុច move ទៀតមកអញ្ចឹងទិន្នន័យហ្នឹងវាចាប់ផ្ដើម move ទៅដាក់នៅក្នុង try C ឲ្យខ្ញុំភ្លាមហ្មងអញ្ចឹងយើងធ្វើការរងចាំតិចទៅអញ្ចឹងក្នុងហ្នឹងបើ game យើងមានទិន្នន័យរៀងធំដែរអាចថារៀងយូរគួរសមតែបើទិន្នន័យមុំទេគឺมันយូរប្រហែលទេអញ្ចឹងគេដាក់ថារួចហើយអញ្ចឹងយើង close វាមកឥឡូវបន្ទាប់មកយើងចុចកន្លែងនេះដូរដាក់ try C វិញបន្ទាប់ពីខ្ញុំដូរហើយខ្ញុំ scroll ចុះមកក្រោមមកនេះបងប្អូនឃើញអត់ game នៃខ្ញុំ move មកមាញ់នេះចំនួន300 MB ចេះនេះខ្ញុំ move មកមាញ់គឺ game ហ្នឹងឯងដោយសារទំហំវាទូចដែរពេលអញ្ចឹងខ្ញុំ move មកលឿនអញ្ចឹងនៅក្នុងនេះគេបញ្ជាក់ថា Windows C ឬក៏ try C របស់ខ្ញុំហ្នឹងនៅសល់ space នេះដោយសារខ្ញុំមួលនោះមកមិញអញ្ចឹងអានេះវាកាត់ space ចំនួននេះចំនួន302 MB នេះកាត់ space ពេលអញ្ចឹងវាសល់ប៉ុណ្ណេះដល់ពេលយើងក៏លេខមកមើល try D វាអាចឡើង space វិញបន្តិចអញ្ចឹងអាហ្នឹងជាកលឹះមួយចំនួននៅក្នុងការគ្រប់គ្រង game ឬក៏នៅក្នុងការចាត់ចែង game របស់យើងហ្នឹងឲ្យទៅតាមលំដាប់ហើយនឹងកុំឲ្យវាពេញ space ពេកអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងបើគ្នាយើងឆ្ងល់ឬក៏ចង់ឲ្យខ្ញុំធ្វើវីដេអូបង្រៀនពីបញ្ហាអីដែលអ្នកនរគ្នាជួបនៅក្នុង Steam គឺអាច comment ខាងក្រោមបានខ្ញុំនឹងជួយព្រោះនៅក្នុង Steam នេះមានលក្ខណៈពិសេសច្រើនទៀតមានទាំងការ record វីដេអូ game ឲ្យច្បាស់ឬក៏ការ change password ឬក៏បញ្ហាអីផ្សេងៗទៀតអាច comment ក្រោមវីដេអូខ្ញុំនឹងបរៀនពីរបៀបធ្វើហើយមួយទៀតតែមានបងប្អូនសួរថារបៀបនៅក្នុងការភ្ជាប់ visa ដើម្បីទិញ game ហ្នឹងភ្ជាប់មិនឬក៏របៀបបង្កើត visa ហ្នឹងបង្កើតមិនបង្កើតនៅផ្ទះបានអត់បើអ្នកនរគ្នាចង់ដឹងចម្ងល់អីអាច comment សួរមកខ្ញុំនឹងធ្វើវីដេអូតបាទសូមអរគុណ